ជានេះមកតាក់ទងជាមួយនឹងមលីបែបនេះហេតុអីក៏មិនឃើញជើងខ្លះផងកុំទៅខ្វល់ជាមួយនឹងអរហាមអីកូនមីលីអ្នកក្រខ្សត់វារត់រកតែអ្នកក្រដូចគ្នាចឹងហើយអូហូយខ្ញុំនៅជាមួយបងជេតយូរហើយមិនដែលដឹងថាបងចេះតែកំណាប់ពីរស់ដល់បលឹកទាល់អសោះហើយនេះកំណាប់មួយនេះយើងតែងសម្រាប់តែនារីម្នាក់ប៉ុណ្ណោះតើនារីម្នាក់ដាទៅណដែលបងប្រុសរបស់ខ្ញុំមិនលងស្រឡាញ់ដល់ថ្នាក់នេះនោះលងទឹកមែនទេអាបឹមអ្នកណាហ៊ានជួយខ្ញុំច្បាស់ជាមានរឿងធំមិនខានទេណានាងពិបាកដល់ម្លឹងផងឯងចុះបើសិនជាខ្ញុំចង់ជួយណានាងឲ្យចេញផុតអំពីមនុស្សអាក្រក់ដែលធ្វើបាបណានាងនោះតើណានាងព្រមដែរទេខ្ញុំក៏មិនដឹងថានឹងមានថ្ងៃល្អសម្រាប់ខ្ញុំខ្លះដែរទេណានាងម៉ាលីខ្ញុំសូមសន្យាថាចាប់ពីថ្ងៃនេះទៅខ្ញុំមិនឲ្យណានាងរងទុក្ខវេទនាបែបនេះទៀតទេឲ្យខ្ញុំជឿលោកបានចឹងមិញដែលនាងជឿលើបងប្រុសរបស់ខ្ញុំទៅវាមិនខុសទេខ្ញុំហ៊ានតែនាងដាក់ក្បាលរបស់ខ្ញុំនឹងធ្វើឲ្យណានាងឃើញដល់ផ្ទាល់ភ្នែកថាអ្វីដែលខ្ញុំនិយាយគឺជាពាក្យពិតអ្នកម៉ៃនាងមលីវាមកវិញហើយម៉ៃកូនដូចជាឃើញអ្នកណានៅខាងមុខផ្ទះរបស់យើងយើងទៅមើលទៅកូនមិនបានជាវាមកដល់ផ្ទះមិនចូលផ្ទះអញ្ចឹងវានៅជាមួយអ្នកណាទេដឹងទៀតហើយនាងឃ្លីសអញឲ្យហងឯងតែធ្វើនំគ្រក់ឲ្យអញនៅកូនស៊ីនេះបាត់តាំងពីព្រឹករហូតដល់យប់ថ្មនេះទៅដោយប្រុសឈ្មោលមកពីណានឹងហ៎មីកំពុយថោកទៀបមើលអាប្រុសមួយណាអញមើលមុខវាបន្តិចមើលព្រះអង្គបានដើរបណ្ដាសូត្រកំណាប់បណ្ដាសារសងស្នេហ៍ដល់មលីបានលឺព្រះអង្គសូត្រកំណាព្យធ្វើឲ្យមលីរំភើបនិងរីករាយចិត្តពេកក្រៃតែខ្លួនជាស្រីមិនអាចបង្ហាញចរិយាមិនសមគួរឡើយវាយោត្រជាក់បក់មករំភើយក្លិនផ្កាម្លិះអើយក្រអូបម្លេះណាធ្វើឲ្យរៀមបងគួចស្នេហាចង់បានម្ចាស់ផ្កាមកបីត្រកងបើសិននួននាងអូនព្រមអាណិតព្រមប្រគល់ចិត្តមកឲ្យរៀមរាបងមិនឲ្យខុសទំនៀមឡើយណាចូលស្ដីកនិដ្ឋាតាមប្រពៃណីអូហូយខ្ញុំនៅជាមួយបងជេតយូរហើយមិនដែលដឹងថាបងចេះតែកំណាប់ពីរស់ដល់បលឹកទាល់អសោះហើយនេះកំណាប់មួយនេះយើងតែងសម្រាប់តែនារីម្នាក់ប៉ុណ្ណោះតើនារីម្នាក់ដាទៅណដែលបងប្រុសរបស់ខ្ញុំមិនលងស្រឡាញ់ដល់ថ្នាក់នេះនោះលងទឹកមែនទេអាបឹមអូយដល់ផ្ទះហើយនេះបឹមមិនបានជាស្គប់ផ្ទះរបស់ខ្ញុំគឺខ្ញុំពួកនាងតាមដានខ្ញុំតាំងពីពេលណាគឺអញ្ចេះទេណានាងម៉ាលីកាលថ្ងៃបុណ្យម្ដេចប្រទីបខ្ញុំឃើញមីងរបស់ណានាងចង់ធ្វើបាបណានាងទើបខ្ញុំឲ្យអាបឹមតាមពីក្រោយក្រែងលោមានអ្វីមិនស្រួលនឹងបានជួយនាងឲ្យទាន់ពេលទើបអាបឹមស្គាល់ផ្ទះណានាងតាំងពីថ្ងៃហ្នឹងមកអូយពិតបែបហើយដែលនាងម៉ាលីហើយជារឿងធម្មតារបស់ខ្ញុំទៅហើយទោះជាមានអ្នកដែលបារម្ភចង់ជួយក៏មិនអាចជួយខ្ញុំបានដែរព្រោះអ្នកមីងនិងប្អូនស្រីរបស់ខ្ញុំពួកគាត់កាត់ខ្លាំងណាស់អ្នកណាហ៊ានជួយខ្ញុំច្បាស់ជាមានរឿងធំមិនខានទេណានាងពិបាកដល់ម្លឹងផងឯងចុះបើសិនជាខ្ញុំចង់ជួយណានាងឲ្យចេញផុតអំពីមនុស្សអាក្រក់ដែលធ្វើបាបណានាងនោះតើណានាងព្រមដែរទេខ្ញុំក៏មិនដឹងថានឹងមានថ្ងៃល្អសម្រាប់ខ្ញុំខ្លះដែរទេអ្នកម៉ែរបស់ខ្ញុំស្លាប់តាំងពីខ្ញុំនៅក្មេងពុករបស់ខ្ញុំមានប្រពន្ធម្នាក់ទៀតតាំងពីពេលនោះខ្ញុំមិនដែលស្គាល់សេចក្តីសុខម្ដងណាទេណានាងម៉ាលីខ្ញុំសូមសន្យាថាចាប់ពីថ្ងៃនេះទៅខ្ញុំមិនឲ្យណានាងរងទុក្ខវេទនាបែបនេះទៀតទេឲ្យខ្ញុំជឿលោកបានចឹងមិញដែលនាងជឿលើបងប្រុសរបស់ខ្ញុំទៅវាមិនខុសទេខ្ញុំហ៊ានតែនាងដាក់ក្បាលរបស់ខ្ញុំនឹងធ្វើឲ្យណានាងឃើញដល់ផ្ទាល់ភ្នែកថាអ្វីដែលខ្ញុំនិយាយគឺជាពាក្យពិតអ្នកម៉ៃនាងមលីវាមកវិញហើយម៉ៃកូនដូចជាឃើញអ្នកណានៅខាងមុខផ្ទះរបស់យើងយើងទៅមើលទៅកូនមិនបានជាវាមកដល់ផ្ទះមិនចូលផ្ទះអញ្ចឹងវានៅជាមួយអ្នកណាទេដឹងតើអ្នកម៉ែទៅមើលទៅអ្នកម៉ែនាងមលីវានៅជាមួយប្រុសទៀតហើយនាងឃ្លីស
អញឲ្យហងឯងតែធ្វើនំគ្រក់ឲ្យអញនៅកូនស៊ីនេះបាត់តាំងពីព្រឹករហូតដល់យប់ថ្មនេះទៅដោយប្រុសឈ្មោលមកពីណានឹងហ៎មីកំពុយថោកទៀបមើលអាប្រុសមួយណាអញមើលមុខវាបន្តិចមើលគឺឯងទៀតហើយហ៎អ្នកម៉ែគឺនេះម្នាក់នេះទៀតហើយមិនបានជានេះមកតាក់ទងជាមួយនឹងមលីបែបនេះហេតុអីក៏មិនឃើញជើងខ្លះផងកុំទៅខ្វាត់ជាមួយនឹងអរហាមអីកូនមីលីអ្នកក្រខ្សត់វារត់រកតែអ្នកក្រដូចគ្នាចឹងហើយកូនមិនសុខចិត្តទេអ្នកម៉ែត្រូវតែវាឲ្យស្លាប់ចូលទៅក្នុងដឹងហើយនាងមលីមកនេះអ្នកមីងស្ដាប់ខ្ញុំនិយាយសិនបានទេអ្វីដែលអ្នកទាំងពីរឃើញមិនដូចជាការគិតទេខ្ញុំនឹងនិយាយថាគ្មានអ្វីនៅគ្នាទេពួកគេទាំងពីរនាក់គ្រាន់តែជូនខ្ញុំមកតែប៉ុណ្ណឹងណានាងម៉ាលីនិយាយត្រូវទោះជាខ្ញុំមានចិត្តប្រតិបត្តិលើណានាងម៉ាលីក៏ដោយក៏ខ្ញុំមិនឲ្យខុសប្រពៃណីដែរខ្ញុំនឹងផ្ដល់កិត្តិយសនិងតម្លៃឲ្យស័ក្តិសមជាស្ត្រីខ្មែរទៅឲ្យណានាងម៉ាលីណាមីងកុំបារម្ភឡើយឯងជាស្អីបានជាហ៊ានលូកមាត់និយាយជាមួយយើងឯងហ្នឹងហ៎មានសមត្ថភាពអីហាណាមីងត្រូវការអ្វីទើបឈប់ធ្វើបាបនិងដោះលែងម៉ាលីឲ្យមានសេរីភាពសូមនិយាយមកចុះខ្ញុំនឹងធ្វើតាមទាំងអស់ឯងចង់បានសេរីភាពឲ្យវាមែនទេបានបើថ្ងៃស្អែកឯងយកមាស 1000 តម្លឹងនិង500ស្លឹងមកឲ្យយើងព្រមឲ្យសេរីភាពទៅនាងម៉ាលីចុះណាមីងនិយាយជាការពិតដែរទេយើងហ៊ាននិយាយគឺហ៊ានធ្វើប៉ុន្តែបើឯងធ្វើមិនបានទេយើងនឹងលក់នាងម៉ាលីនេះឲ្យទៅធ្វើជាស្រីបនមិនខានព្រោះយើងគឺជាមីងរបស់វាយើងចិញ្ចឹមវាតាំងពីក្មេងរហូតដល់ក្រមុំដូច្នេះយើងមានសិទ្ធិក្នុងការសម្រេចចិត្តជោគវាសនារបស់វាអ្នកមីងហេតុអីអ្នកមីងនិយាយបែបនេះអ្នកមីងគិតថាខ្ញុំជាគ្រួសារដែរទេកន្លងមកខ្ញុំគោរពអ្នកមីងដូចជាម្ដាយធ្វើសពគ្រប់បែបយ៉ាងព្រោះគិតថាអ្នកមីងនិងប្អូនជាគ្រួសារតែមួយតែសម្រាប់អ្នកមីងវិញទុកខ្ញុំគ្រាន់តែជាទេសកលតែប៉ុណ្ណោះឥឡូវចង់លួចខ្ញុំថែមទៀតត្រូវហើយឯងគ្រាន់តែជាទេសកលរបស់យើងហើយពេលនេះបើអាប្រុសរបស់ឯងមិនអាចរកប្រាក់មកលួចឯងបានទេនោះយើងនឹងយកឯងទៅលក់អ្នកមីងបានថ្ងៃស្អែកខ្ញុំនឹងរៀបចំមាសនិងប្រាក់ទាំងអស់ដែលណាមីងត្រូវការរួមទាំងចំនួនថែមទៀតមកចូលស្ដីតដឹងម្លិះតែម្ដងនេះប្រកាសឲ្យមែនទេថាអាចធ្វើបាននោះទុកចិត្តលើខ្ញុំចុះខ្ញុំបានសន្យានឹងណានាងហើយថាចាប់ពីពេលនេះទៅខ្ញុំនឹងមើលថែការពារណានាងមិនឲ្យណានាងលំបាកទៀតទេចាខ្ញុំជឿលើនេះនៅផ្អែមល្ហែមស្អីទៀតឆាប់ទៅរកប្រាក់និងមាសតាមអ្វីដែលម៉ែយើងប្រាប់ភ្លាមទៅនាងមលីចូលក្នុងផ្ទះទៅពួកឯងក៏ដូចគ្នាឆាប់ទៅចេញទៅម៉ែហេតុអីថ្ងៃនេះអ្នកម៉ែមិនវាយនាងមលីម៉ែឈប់វាយវាហើយអោហេតុអីទៅអ្នកម៉ែចិត្តល្អជាមួយវាតាំងពីពេលណាមិនបានជាកូនមិនដែលដឹងគឺថ្ងៃនឹងហើយទើបម៉ែនឹកឃើញថានាងមលីវាពេញកមុំល្មមអាចប្រើការបានរូបរាងវាក៏មិនអន់ដែរម៉ែមិនវាយវាព្រោះតែត្រូវថែរក្សាសាច់វាឲ្យស្អាតដើម្បីទុកវាជាប្រយោជន៍ដល់យើងណាកូនអូយគំនិតរបស់អ្នកម៉ែពិតជាល្អមែនអេអ្នកម៉ែឲ្យចុះនាងម្នាក់នោះអ្នកម៉ែគិតថាគេមានមាសប្រាក់យកមកឲ្យអ្នកម៉ែដែរទេមុខវាហ្នឹងមានមាសប្រាក់រាប់ដំឡឹងនោះម៉ែចេះតែទាទៅព្រោះម៉ែដឹងថាវាគ្មានសមត្ថភាពទេចាស់អ្នកម៉ែកូនជឿហើយម្លិះកូនស្រីម៉ែអ្នកម៉ែមករកកូនហើយកូនចង់អត់អ្នកម៉ែកូនស្រីម្ដាយមិនយូរទៀតទេកូននឹងអស់កម្មពៀននៅទីនេះទ្រាំបន្តិចទៀតណាកូនអ្នកម៉ែមានភាសាបានន័យថាចឹងម៉េចនេះចេះថាណានាងម៉ាលីព្រះអង្គខ្ញុំម្ចាស់សូមផ្ញើកូនម្លិះនិងព្រះអង្គផងខ្ញុំម្ចាស់មិនបាននៅមើលថែនាងបន្តទៀតទេព្រោះពេលរបស់ខ្ញុំម្ចាស់បានមកដល់ហើយអ្នកម៉ែចង់បានន័យថាចឹងម៉េចកូនមិនយល់ទេកូនស្រីម៉ែមកនេះមកកូននិងព្រះអង្គគឺជាគូក្រងពីអតីតជាតិចាប់ពីពេលនេះតទៅព្រះអង្គនឹងមើលថែរក្សាកូនជំនួសម៉ែដល់ពេលវេលាត្រូវត្រឡប់ទៅវិញហើយម៉ែជូនពរកូនទាំងពីរជួបតែសេចក្តីសុខសាន្តរហូតតទៅអ្នកម៉ែខ្ញុំជាសំហេតុអីក៏ជាសពដូចជាការពិន
អ្នកម៉ែពិតជាប្រាប់ខ្ញុំច្បាស់ណាស់នេះជាឋាននេះជាអ្នកណាហេតុអីក៏នៅក្នុងយល់សប្តិរបស់ខ្ញុំនឹងអ្នកម៉ែដែរអាមាត្យបឹមក្រាបទូលព្រះអង្គអាយស្ដាប់តាមរាជបញ្ជារបស់យើងធ្វើដំណើរទៅព្រះនគររៀបចំភ័ស្តុភារបណ្ដាការនាំស្នំនៃមើលមន្ត្រីគ្រប់ជាន់ថ្នាក់ព្រមទាំងក្រែស្នែងដ៏ប្រណិតឲ្យទាន់វេលាថ្ងៃស្អែកចូលស្ដីទៅដឹងនាងម៉ាលីតាមប្រពៃណីទទួលព្រះរាជបញ្ជាព្រះអង្គព្រះអង្គហ៎ខ្ញុំស្ដាប់មិនច្រឡំទេដឹងកូនជឿថាគឺជាព្រះអង្គតាឆានណាហើយកើតស្អីអានាងជុំអាមិនក៏ស្លន់ស្លោមើលតែជួបខ្មោចអញ្ចឹងវាសាហាវជាងជួបខ្មោចទៅទៀតណាតាឆានឆាប់និយាយមកឲ្យតើមានរឿងអីហ៎គឺណែនាងជុំមកហើយឯងកើតស្អីម៉ែជុំពុកឆាន់ខ្ញុំមានរឿងចង់ជម្រាបអ្នកទាំងពីរណែតើមានរឿងស្អីទៅអាកូនឯងមើលម៉ែជុំឯងទៅមិនដឹងជាកើតស្អីទេស្លន់ស្លោឃើញមុខកូននិយាយអ្វីក៏មិនចេញដែរម៉ែជុំម៉ែកើតអ្វីមែនទេខ្ញុំម្ចាស់សំតែស្លាប់ខ្ញុំម្ចាស់មិនដឹងថាជាព្រះអង្គសូមព្រះរាជទានទោសផងព្រះអង្គគឺណែនាងជុំមកឯងឈួតហើយមែនទេឲ្យមិនបានជាឯងមកលុតជង្គង់មុខកូនអញ្ចឹងតាឆានឆាប់លុតជង្គង់ភ្លាមទៅឲ្យលឿនឡើងប្រយ័ត្នកំបុតក្បាលណាឆាប់ឡើងថ្វាយបង្គំព្រះអង្គភ្លាមទៅជាការពិតមែនទេណែហើយខ្ញុំទៅកុហកឯងធ្វើស្អីឲ្យឆាប់ឡើងទៅមិនបាច់ទេពុកឆាន់ម៉ែជុំក្រោកឡើងបើអ្នកទាំងពីរដឹងហើយថាយើងគឺជាព្រះអង្គអញ្ចឹងយើងមិនចាំបាច់និយាយអ្វីច្រើនទេយើងមកដល់ទីនេះគឺដោយសារតែតាមរកនារីម្នាក់ដែលយើងនឹងជ្រើសរើសធ្វើជាគូអនាគតហើយនឹងទៅរៀបអភិសេកនៅថ្ងៃស្អែកនេះនារីម្នាក់នោះឈ្មោះថាម៉ាលីដែលមានម្ដាយចុងគឺមីងភេមម៉ែជុំពុកឆាន់ប្រកាសជាស្គាល់ពួកគេហើយខ្ញុំម្ចាស់ស្គាល់ព្រះអង្គសពប្រតិនឹងក្មួយម៉ាលីមែនទេព្រះពរម្ចាស់ណែសម្រាប់ម៉ាលីណែនាងជាក្មេងស្រីដ៏ល្អសុភាពរៀបសារក៏ប៉ុន្តែម៉ែចុងរបស់នាងជាមនុស្សមិនល្អនោះទេព្រះអង្គទូបង្គំតែងតែឃើញម្ដាយកូនទាំងពីរវាយធ្វើបាបម៉ាលីស្ទើរតែរាល់ថ្ងៃគួរឲ្យអាណិតម៉ាលីខ្លាំងណាស់ព្រះអង្គយើងដឹងហើយទើបថ្ងៃស្អែកនេះយើងនឹងរៀបចំចូលស្ដីទៅដឹងម៉ាលីឲ្យបានឆាប់បំផុតដើម្បីយកនាងចេញពីឋាននរកនេះល្អណាស់ព្រះអង្គខ្ញុំម្ចាស់សប្បាយចិត្តខ្លាំងណាស់ដែលឮព្រះអង្គមានបន្ទូលបែបនេះយើងអរគុណពុកឆាន់និងម៉ែជុំហើយដែលបានផ្ដល់កន្លែងឲ្យយើងស្នាក់នៅហើយបានស្រឡាញ់យើងដូចជាកូនគុណបំណាច់នេះយើងនឹងសងអ្នកទាំងពីរឲ្យស័ក្តិសមបំផុតចាំមិនឆៃនាងមលីងឯណាប្រុសរបស់ឯងថាមកថ្ងៃនេះយ៉ាងម៉េចក៏យើងមិនឃើញមើលទៅបែបជាត្រូវអ្នកម៉ែយើងយកទៅលក់ធ្វើជាស្រីបន់ឲ្យមើលទៅគ្មានឱកាសមានប្តីត្រឹមត្រូវព្រោះថាគ្មានអ្នកណាគេមកដណ្ដឹងឯងនឹងណាទោះជាគ្មានអ្នកណាមកដណ្ដឹងយើងក៏យើងគ្មានថ្ងៃទៅធ្វើជាស្រីបន់ដែរឯងហ៊ានជំទាស់ជាមួយអ្នកម៉ែរបស់យើងដែរហ៎យើងចាំតែមើលទីអ្នកម៉ែជួយកូនផងអ្នកភេមអ្នកភេមអូហូយហើយខ្យល់ស្អីបក់ក្លិនស្អុយមកពីណាចេះកូនមីលាតែរកមើលកណ្ដុលងាប់ទេដឹងហាបានជាក្លិនស្អុយអីដល់ថ្នាក់នេះណែអ្នកភេមយើងមិនមែនមកដើម្បីឆ្លោះជាមួយឯងទេណាបើអញ្ចឹងឯងមកផ្ទះរបស់យើងធ្វើអីអូហូកុំប្រាប់យើងថាឯងនឹងប្តីរបស់ឯងមកធ្វើជាមេបាចៅមហានាំអាកូនកំឡោះម្នាក់នោះមកដល់ដឹងកូនយើងឯសោះណាណែនាងភេមឯងនិយាយស្អីឲ្យវាមានក្បាលមានកន្ទុយខ្លះផងណាពីម្សិលមិញណាក្រែងឯងនិយាយប្រាប់កូនយើងថាឲ្យរកមាសប្រាក់មកលួសនាងម៉ាលីពីផ្ទះឯងនោះអីឥឡូវមកធ្វើជាមិនដឹងរឿងដូចនេះនាងភេម
ពួកឯងហ្នឹងហ៎មានមាសប្រាក់មកលួសនាងម៉ាលីនោះមិនចុងតាឆាន់នេះចេះថាឯណាមាសប្រាក់បង្ហាញភ្លាមមកនាងម៉ាលីមកដល់ល្មមហុចមាសប្រាក់ឲ្យយើងនឹងប្រគល់មនុស្សទៅឲ្យយ៉ាងម៉េចនាងភីមឯងនេះមិនកាចរិកសោះហើយពាក្យចាស់ពូលថាបើមិនទាន់ឃើញក្តាមមឈូសមិនស្រក់ទឹកភ្នែកឯងចាំមើលចុះណាឯងប្រកាសជាស្ដាយក្រោយពួកឯងទេដែលស្ដាយក្រោយនោះមិនយូរទៀតទេពួកឯងនឹងលែងបានឃើញមុខនាងម៉ាលីនៅទីនេះព្រោះអ្នកម៉ែរបស់យើងនឹងយកវាទៅលក់នៅផ្ទះបនឆាប់នេះអ្នកមីងខ្ញុំសុំវល់កុំយកខ្ញុំទៅលក់អីអ្នកមីងចង់ឲ្យខ្ញុំធ្វើអីក៏ខ្ញុំព្រមកុំឲ្យទៅយកខ្ញុំទៅលក់ទៅបានហើយឯងមានសិទ្ធអីមកតវ៉ាជាមួយយើងបាននិយាយហើយបើថ្ងៃនេះប្រុសរបស់ឯងគ្មានមាសប្រាក់ដែលយើងបង្គាប់យកមកឲ្យយើងគ្រប់ចំនួនទេយើងនឹងយកឯងទៅលក់មិនចុំតាឆាន់ជួយខ្ញុំផងម៉ាលីហើយឯងជាក្មេងល្អមីងជឿទេវតាថាតាមថែរក្សាឯងណាមិនឲ្យមនុស្សអាក្រក់ធ្វើបាបឯងបានងាយទេឯងត្រូវតែជឿមីងវាសនារបស់ឯងនឹងបានខ្ពង់ខ្ពស់យើងចង់តែសាច់អាចជះមាត់ទេម៉ាលីជឿខ្ញុំដែរទេចាខ្ញុំជឿលើនេះអញ្ចឹងដល់ពេលហើយខ្ញុំនឹងធ្វើឲ្យមនុស្សអាក្រក់បានឃើញពីវាសនារបស់អ្នកនាងម៉ាលីសូមក្រាបថ្វាយបង្គំព្រះអង្គស្អីគេនឹងអ្នកណាជាព្រះអង្គអ្នកម៉ែនេះកូនមិនមែនជាសត្វទេនេះម្នាក់នេះគឺជាព្រះអង្គកូនស្រីម៉ែមកនេះមកកូននឹងព្រះអង្គគឺជាគូក្រងពីអតីតជាតិចាប់ពីពេលនេះតទៅព្រះអង្គនឹងមើលថែរក្សាកូនជំនួសម៉ែដល់ពេលវេលាត្រូវត្រឡប់ទៅវិញហើយម៉ែជូនពរកូនទាំងពីរជួបតែសេចក្តីសុខសាន្តរហូតតទៅអ្នកម៉ែតាមពិតគឺអ្នកម៉ែមកបញ្ជាសពកូនមែនអ្នកម៉ែនៅតាមថែរក្សាកូនរហូតមកកូនពិតជាអរគុណអ្នកម៉ែណាស់ពួកភីលៀងទាំងអស់រៀបចំទ្រង់គ្រឿងឲ្យព្រះមហេសីព្រះពរព្រះអង្គព្រះនាងសូមស្ដេចយាងទ្រង់គ្រឿងព្រះអង្គសូមស្ដេចយាងទ្រង់គ្រឿងក្រាបទូលល្អស្លាប់ហើយច្បាស់ជាស្លាប់មិនខានទេអ្នកម៉ែអញ្ចឹងធ្វើយ៉ាងម៉េចទៅអ្នកម៉ែឃើញទេមកពីអ្នកម៉ែមិនស្ដាប់កូននិយាយឲ្យថានេះម្នាក់នេះគឺព្រះអង្គកូនពេញចិត្តតាំងពីដំបូងប៉ុន្តែអ្នកម៉ែនឹងឲ្យភ្នែកស្អុយមើលដុំមាសដុំពេជ្រថាជាសម្រាមឥឡូវឃើញទេពេលនេះនាងម៉ាលីវាខ្លាចទៅជាមហេសីព្រះអង្គហើយឲ្យកូនសង្ឃឹមអីទៀតទេមីកូនចង្រៃហ៊ានស្ដីឲ្យអញផងហ៎អញនឹងវាយឯងឲ្យស្លាប់នេះណែអូយអ្នកម៉ែខ្ញុំឈឺបានហើយអូហូព្រះនាងម៉ាលីពិតជាស្រស់ស្អាតដូចទេពធីតាមែនស័ក្តិសមជាគូពីអតីតជាតិជាមួយនឹងព្រះអង្គជាថាពិតមែនមែនហើយសមគ្នាណាស់សមគ្នាណាស់លោកអើយពិតជាសមគ្នាណាស់មើលចុះសមគ្នាមែនខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំព្រះអង្គម្ចាស់អូនយើងនឹងនាំម្ចាស់អូនចូលទៅព្រះនគរអូស្ដេចយើងព្រះអង្គហើយនឹងព្រះមហេសីទៅព្រះនគរព្រះនាងម៉ាលីអើយព្រះនាងអស់កម្មអស់ពៀននៅទីនេះហើយវាសនារបស់ព្រះនាងខ្ពង់ខ្ពស់ស័ក្តិសមនឹងចរិតមាយាទរបស់ព្រះនាងខ្លាំងណាស់មែនហើយតាឆាន់ខ្ញុំរំភើបជំនួសឪពុកម្ដាយរបស់ព្រះនាងម៉ាលីណាស់បើសិនជាព្រលឹងម្ដាយរបស់ព្រះនាងដឹងពួកគាត់ប្រកាសជាសប្បាយចិត្តខ្លាំងមិនខានទេតោះឆាប់ទៅតាឆាន់យើងទៅខ្ទមរបស់យើងវិញតោះឈប់សិនម៉ែជុំពុកឆាន់បឹមអូមិនមែនទេលោកអាម៉ាតមិនមែនទេលោកអាម៉ាតបឹមហៅខ្ញុំដូចមុនក៏តបានដែរពុកឆាន់ម៉ែជុំដូចជាពីរោះស្ដាប់ជាងលោកអាម៉ាតបឹមព្រះអង្គមានព្រះរាជបញ្ជាឲ្យខ្ញុំនាំម៉ែជុំនឹងពុកឆាន់ចូលទៅនៅព្រះនគរដែរពិតមែនអាបឹមជាការពិតណាស់ព្រះអង្គទ្រង់កតញ្ញូចំពោះម៉ែជុំនឹងតាឆាន់ដែលបានផ្ដល់កន្លែងស្នាក់នៅឲ្យព្រះអង្គមួយរយៈហើយនឹងបាយទឹកម្ហូបអាហារថ្វាយព្រះអង្គហើយនឹងខ្ញុំទៀតដូច្នេះព្រះអង្គនឹងប្រទានឋានន្តរស័ក្តិជូនម៉ែជុំឲ្យនឹងពុកឆាន់ជាមិនខានទេតាឆាន់ឯងលឺដែរទេលោកតាបានពិតជាស័ក្តិសិទ្ធិមែនមិនត្រឹមតែឲ្យយើងមានកូនទេថែមទាំងមានសំណាងពេលចាស់ទៀតព្រោះមានកូនចិញ្ចឹមជាព្រះអង្គហើយសំណាងបុណ្យរបស់យើងហើយណាតាឆាន់
ពុតអើយ តែឆាន់ឯងចាំមិនឆើយរំភើបតតែនិយាយមិនចេញមែនទេ អាចសូមអញ្ជើញពុកឆាន់និងម៉ែជុំចូលរាជវាំងព្រះអង្គចេថាបានរៀបអភិសេកជាមួយព្រះនាងម៉ាលីយ៉ាងអធិកអធមល្បីសោះសាយហើយរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលព្រះអង្គបានតែងតាំងអាមាត្យបឹមធ្វើជាមេទ័ពធំដៃស្ដាំរបស់ព្រះអង្គចំណែកតាឆាន់និងមីងជុំព្រះអង្គបានតែងតាំងឲ្យក្លាយជាមមនៅក្នុងរាជវាំងជួយមើលថែទាយាទរបស់ព្រះអង្គរស់នៅយ៉ាងមានសេចក្តីសុខឯនាងភេមនិងកូនស្រីមេលាបន្ទាប់ពីព្រះនាងម៉ាលីចាកចេញទៅពីរអ្នកម្ដាយកូនសោកស្ដាយដែលគិតខុសម្យ៉ាងទ្រព្យសម្បត្តិក៏ចាយអស់ទៀតដូច្នេះពីរអ្នកម្ដាយកូនក៏ធ្លាក់ខ្លួនក្រធ្វើការរកស៊ីដោយលំបាកដើម្បីរកប្រាក់ចិញ្ចឹមជីវិតរហូតទៅ